នៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅបុគ្គលចំនួន5នាក់ដែលបានស្លាប់ដោយហ៊ានយកជីវិតខ្លួនទៅប្រថុយដើម្បីបង្ហាញថាអ្វីដែលខ្លួនបានអះអាងគឺជាការពិតសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ page និង channel Art កំបាំងឬ The Mystery បុគ្គលទី1នោះគឺលោក Bendo គឺជាតារាសម្ដែងកាប៊ូគីដ៏គួរឲ្យគោរពបំផុតរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ1973រដ្ឋាភិបាលជប៉ុនបានចាត់ទុកគាត់ជាសម្បត្តិជាតិដែលមានជីវិតលើសពីនេះគាត់បានអះអាងថាខ្លួនគាត់មានភាពស៊ាំទៅនឹងថ្នាំពុលពិសេសគឺគាត់អាចរួចផុតពីជាតិពុលរបស់ត្រី Fugo ឬត្រីក្រពតខណៈដែលត្រីនេះត្រូវបានគេដឹងថាមានជាតិពុលខ្លាំងបំផុតសម្រាប់ជប៉ុនផ្នែកដែលឆ្ងាញ់បំផុតគឺជាផ្នែកដែលពុលបំផុតរបស់ត្រីនោះគឺជាថ្លើមហើយក៏ជាមុខម្ហូបដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសជប៉ុនផងដែរដើម្បីបង្ហាញថាអ្វីដែលខ្លួនបាននិយាយគឺជាការពិតនៅថ្ងៃទី16ខែមករាឆ្នាំ1975លោក Bendo និងមិត្តភ័ក្តិរបស់គាត់បានទៅភោជនីយដ្ឋានមួយកន្លែងហើយបានបញ្ជាទិញថ្លើមត្រី Fugo ចំនួន4បន្ទាប់ពីបរិភោគគាត់បានស្លាប់ទាំងឈឺចាប់និងវេទនាបំផុតដោយប្រកាច់អស់7ម៉ោងចាប់ពីពេលនោះមកត្រី Fugo ត្រូវបានគេហាមឃាត់មិនឲ្យលក់នៅលើទីផ្សារទៀតឡើយបុគ្គលទី2នោះគឺលោក Fred Richel គាត់ជាជាងកាត់ដេរជនជាតិអូទ្រីសហើយក៏ជាអ្នកលោតឆ័ត្រយោងម្នាក់ផងដែរគាត់មានគំនិតច្នៃប្រឌិតពិសេសមួយដោយបង្កើតឆ័ត្រយោងដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិហើយគោលបំណងនៃការបង្កើតនាពេលនោះគឺដើម្បីជួយសង្គ្រោះទៅដល់អ្នកបើកយន្តហោះបាននៅក្នុងករណីដែលមានអាសន្នក្រោយពីការបង្កើតបានបញ្ចប់គឺត្រូវដល់ពេលធ្វើការតេស្តសាកល្បងហើយប្រកាសណាស់គឺគ្មានអ្នកណាផ្សេងឡើយដែលហ៊ានប្រថុយក្រៅពីរូបគាត់ផ្ទាល់ពេលនោះគាត់បានជ្រើសរើសការសាកល្បងដោយលោតពីលើប៉មអ៊ីហ្វែលដ៏ខ្ពស់នៅកណ្ដាលទីក្រុងប៉ារីសប្រទេសបារាំងក៏ប៉ុន្តែជាអកុសលមិនដំណើរការបានល្អដូចគម្រោងទេដែលធ្វើឲ្យរូបគាត់ត្រូវបានធ្លាក់ស្លាប់នៅថ្ងៃទី4ខែកុម្ភៈឆ្នាំ1912ក្នុងអាយុត្រឹមតែ33ឆ្នាំប៉ុណ្ណោះចំណែកឯបុគ្គលទី3នោះគឺ Gary Hoy ជាមេធាវីជនជាតិកាណាដាដែលគាត់បានធ្លាក់ស្លាប់ពីលើអគារជាន់ទី24នៃការិយាល័យធ្វើការរបស់គាត់នៅមជ្ឈមណ្ឌល Toronto Dominion ក្នុងទីក្រុង Toronto សហរដ្ឋអាមេរិកកាលពីគាត់នៅក្មេងគាត់តែងតែយកខ្លួនរបស់គាត់ទៅបុកប៉ះជាមួយនឹងកញ្ចក់ជាច្រើនលើកច្រើនសារក៏ប៉ុន្តែมันមានបញ្ហាអ្វីនោះឡើយថ្ងៃមួយគាត់បានអួតថាកញ្ចក់បង្អួចនៅការិយាល័យធ្វើការរបស់គាត់ពិតជារឹងមាំខ្លាំងណាស់មិនអាចបំបែកបាននោះទេហើយដើម្បីអះអាងថាអ្វីដែលគាត់បាននិយាយនោះគឺជាការពិតគាត់បានយកខ្លួនទៅបុកជាមួយនឹងកញ្ចក់មួយទំហឹងស៊ុំនៃបង្អួចកញ្ចក់បានរបូតចេញពីគ្នាលេចធ្លាយចេញមកខាងក្រៅហើយបានធ្លាក់មកដល់ដីស្លាប់ភ្លាមៗយ៉ាងអណោចធមតែម្ដងបុគ្គលទី4បន្ទាប់នោះគឺលោកស្រី Jennifer ជាម្ដាយរបស់កូនប្រុស Rancho Cordova ដែលមានអាយុ28ឆ្នាំរស់នៅក្នុងរដ្ឋ California នៅក្នុងឆ្នាំ2007មានស្ថានីយវិទ្យុ Sacramento មួយបានរៀបចំការប្រកួតប្រឡងផឹកទឹកលក្ខខណ្ឌនៃកម្មវិធីដោយឲ្យបេក្ខជនបេក្ខនារីណាដែលមានសមត្ថភាពអាចផឹកទឹកបានច្រើនជាងគេហើយមិនអនុញ្ញាតឲ្យចូលបន្ទប់ទឹកឡើយសម្រាប់អ្នកដែលផឹកទឹកបានច្រើនជាងគេនឹងឈ្នះពានរង្វាន់ Nintendo Wii ក្នុងកំឡុងពេលប្រកួត Jennifer បានផឹកទឹកអស់ត្រឹមតែ1លីត្រកន្លះតែប៉ុណ្ណោះក្រោយពីការបញ្ចប់ការប្រកួតអ្វីដែលនឹកស្មានមិនដល់បន្ទាប់ពីនាងបានត្រឡប់ទៅផ្ទះវិញក្បាលរបស់នាងចាប់ផ្ដើមធ្វើទុក្ខយ៉ាងខ្លាំងហើយក៏បានដួលសន្លប់គួរឲ្យសង្វេគបំផុត6ម៉ោងក្រោយមក Jennifer បានស្លាប់បាត់បង់ជីវិតចោលកូនប្រុសបាត់ទៅហើយលោកវិជ្ជបណ្ឌិត George Allen បានធ្វើការកុសលវិจัยបង្ហាញថា Jennifer មានជំងឺ hyponatremia នៅពេលដែលមានការផឹកទឹកច្រើនហួសកម្រិតធ្វើឲ្យខួរក្បាលឡើងហើមនិងប៉ះពាល់ទៅដល់ប្រព័ន្ធផ្លូវដង្ហើមក្រោយពីហេតុការណ៍នេះបានកើតឡើងស្ថានីយវិទ្យុ Sacramento ត្រូវបានបង្ខំឲ្យបង់ប្រាក់សំណងចំនួន $16.5 លានដើម្បីជាថ្នូរនៃការសងជំងឺចិត្តសម្រាប់បុគ្គលចុងក្រោយនោះគឺលោក McCandless ឬហៅកាត់ថា Alexander ជាអ្នកផ្សងព្រេងបែបពាណិជ្ជជនជាតិអាមេរិកសាច់រឿងជីវិតបែបផ្សងព្រេងរបស់គាត់ត្រូវបានគេយកទៅចងក្រងធ្វើជាសៀវភៅនិងផលិតជាខ្សែភាពយន្តទៀតផង McCandless មានចំណូលចិត្តក្នុងការប្រើជីវិតបែបផ្សងព្រេងនេះជាខ្លាំងដោយសារតែលោកចង់គេចចេញពីអរិយធម៌ទំនើបដូច្នេះនៅក្នុងឆ្នាំ1992គាត់បានចាប់ផ្ដើមដំណើរការផ្សងព្រេងទៅរស់នៅក្នុងព្រៃអាឡាស្កាដោយអះអាងថាមិនត្រូវការយកផែនទីឬក៏អាហារហូបចុកទៅជាមួយនោះឡើយកាន់តែប្រថុយប្រឋានជាងនេះទៅទៀតពេលដែលគាត់បានជួបអ្នកដំណើរតាមផ្លូវគេបានផ្ដល់ចំណីអាហារហូបចុកខ្លះដល់គាត់ក៏ប៉ុន្តែគាត់បដិសេធមិនទទួលហើយបែរជាដកកាំភ្លើងបាញ់សម្លាប់សត្វស្វាមួយក្បាលដើម្បីបរិភោគទៅវិញរាល់សកម្មភាពរបស់គាត់តែងតែកត់ត្រាប្រចាំថ្ងៃយ៉ាងល្អិតល្អន់នៃដំណើរផ្សងព្រេងរបស់គាត់បន្ទាប់ពីផ្សងជីវិតបាន2ខែ McCandless ហាក់ដូចជាស្ដាយក្រោយក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញតែ
សូមជួយ share វីដេអូមួយនេះឲ្យបងប្អូនផ្សេងទៀតបានដឹងពីអាចកំបាំងនេះផងមើលច្រើនចេះច្រើនដឹងអាចកំបាំងច្រើនលែងមានអ្នកកុហកយើងបានទៀតហើយ